ទីនេះគឺសកម្មភាពទឹកស្ទាបក្រោយផ្ទះរបស់ខ្ញុំហើយផ្ទះតែជាបាយទៅចាក់ដីបានបន្ថែមប្រហែលជា10ម៉ែត្រទៅ10ម៉ែត្របណ្ដោយទៅប្រហែល20ម៉ែត្រអីហ្នឹងឥឡូវចាក់ដីទៅរៀងហាប់ល្អហើយប្តីខ្ញុំគាត់ចាប់ផ្ដើមជីកស្រះមួយមិនដឹងថាដាក់ចិញ្ចឹមត្រីហើយនេះគឺជីកបានប៉ុណ្ណេះហើយជីកហ្នឹងមិនមែនជីកខ្លួនឯងទេគឺជួលគេខ្លះអីខ្លះហើយក៏មានការជួយជញ្ជ្រែងពីកូនបើដែរនោះជួយធ្វើកិច្ចការប៉ាគេនេះមានការប្រហាប់ដីប្រហាប់អីក្នុងស្រះដោយសារដីស្រែយើងហ្នឹងវារឹងដីប្រភេទដីឥដ្ឋទៅពិបាកក្នុងការជីកធ្វើស្រះអញ្ចឹងយើងត្រូវប្រហាប់ត្រូវដំឲ្យវាមានភាពរលោងឲ្យស្រួលពេលយើងក្រាថង់ក្រាអីទៅវាងាយស្រួលវាអត់មានលហែកមានបាក់ខូចដី